ចឹងចំណាំថាខ្ទង់ណាដែលគេអត់អានយើងត្រូវថែម0នៅខ្ទង់នោះបាទសួស្តីនៅក្នុងវីដេអូថ្ងៃនេះយើងមកសិក្សាពីបន្តទៀតតកតងនៅក្នុងមេរៀនចំនួនបាទលំហាត់ទី2គេឲ្យយើងសរសេរចំនួនខាងក្រោមបាទមានន័យថាគេសរសេរមកនេះគឺជារបៀបអានហើយគេឲ្យយើងបដូរពីការអានហ្នឹងទៅជាចំនួនវិញបាទអញ្ចឹងអក្សរកនេះគឺថា385លាន250,035 ខ550លាន385,607យើងចាប់ផ្ដើមបដូរវាទៅជាចំនួនអស់គ្នាបាទអក្សរកនេះគេថា385លានបាទ385លានយើងសរសេរលេខ385បាទ200,000បាទបន្ទាប់ពីខ្ទង់លានគឺខ្ទង់សែននឹងហើយអញ្ចឹងអត់មានបាត់ខ្ទង់ណាមួយទេដូច្នេះ200,000យើងសរសេរលេខ2មកបាទ250,000បាទបន្ទាប់ពីសែនគឺ10000អញ្ចឹងអត់មានបាត់ខ្ទង់ណាមួយទេដូច្នេះយើងសរសេរលេខ5,035បាទត្រង់ចំណុចនេះពេលដែលស្ដាប់ទៅគឺវាបាត់សូខ្ទង់ពាន់ហើយនឹងខ្ទង់រយមែនទេបាទអញ្ចឹងខ្ទង់ណាដែលបាត់អត់ឮសំឡេងអានគឺយើងត្រូវសរសេរលេខ0បាទអញ្ចឹងបាត់ខ្ទង់ពាន់ហើយនឹងខ្ទង់រយបាទមានន័យថាខ្ទង់ពាន់យើងសរសេរលេខ0ខ្ទង់រយយើងក៏លេខ0ដែរតបមក35បាទយើងសរសេរលេខ35អញ្ចឹងយើងអានម្ដងទៀត385លាន250,035បាទអញ្ចឹងដូចនៅក្នុងសំណេរខាងលើដែរចំណែកអក្សរខ550លាន385,2,607បាទ550លានដូច្នេះយើងសរសេរលេខ550លានមកបាទយើងបាន550 385,2,000បាទនេះគឺគេអានតាមថ្នាក់អញ្ចឹងវាអត់មានឮសូរសំឡេងខ្ទង់សែនខ្ទង់ម៉ឺនទេបាទអញ្ចឹងយើងសរសេរលេខ387មកបាទអញ្ចឹង387,000បាទ107បាទអញ្ចឹងអត់មានបាត់ខ្ទង់ណាទេបាទយើងសរសេរលេខ107បាទអញ្ចឹងយើងសាកអានម្ដងទៀត550លាន387,107បាទអញ្ចឹងនេះគឺជារបៀបក្នុងការបដូរពីសំណេរទៅជាចំនួនបាទអញ្ចឹងចំណាំថាខ្ទង់ណាដែលគេអត់អានយើងត្រូវថែម0នៅខ្ទង់នោះបាទអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ